Ok សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះលោកគ្រូនឹងបង្ហាញទៅលើការអនុវត្តលំហាត់មួយនៅក្នុងកម្មវិធី Scratch របស់យើងដកស្រង់ពីសៀវភៅរបស់យើងគឺទំព័រទី63 64ណាអញ្ចឹងគឺនៅក្នុងមេរៀនទី3ដដែលអថេនិងអនុគមអញ្ចឹងយើងទៅអានប្រធានលំហាត់តិចមកនេះគេថាម៉េចគេថាចូលបង្កើតកម្មវិធីមួយដែលបូកលេខពី1ដល់10ដោយប្រើអនុគមនិងអថេអញ្ចឹងគោលបំណងនៃលំហាត់នេះគឺគេឲ្យយើងធ្វើការគណនាផលបូកណាចាប់ពី1រហូតដល់10មានន័យថា1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 + 10យើងចង់ឲ្យកម្មវិធីរបស់យើងគឺគណនាផលបូកពី1ដល់10ហើយបង្ហាញលទ្ធផលឲ្យអ្នកប្រើប្រាស់បានឃើញគោលបំណងគឺគេឲ្យយើងចេះបង្កើតអនុគមនិងអថេយើងបានបង្កើតហើយលើកមុនឥឡូវយើងស្គាល់ពាក្យថ្មីមួយគឺអនុគមតើអីទៅជាអនុគមហើយវាមានប្រយោជន៍ម៉េចយើងនឹងយល់នៅពេលដែលយើងចាប់ផ្ដើមសរសេរកូដយើងមើលជំហានទី1គឺយើងត្រូវទៅរៀបចំឆាកតួអង្គដែលយើងត្រូវប្រើគឺឆ្មាដែលមានស្រាប់បន្ទាប់មកយើងត្រូវទៅបង្កើតអថេមួយដែលមានឈ្មោះថាសាំគឺផលបូកដើម្បីផ្ទុកនៅតម្លៃផលបូកចាប់ពី1ដល់10ណាអូខេអញ្ចឹងយើងទៅចូលកម្មវិធី Scratch យើងចូល variable make a variable កើតអថេមួយគឺឈ្មោះថាសាំអញ្ចឹងយើងបានអថេមួយហើយគឺសាំបន្ទាប់មកគឺយើងត្រូវការរៀបចំកូដជំហានទី2គឺកំណត់តម្លៃដំបូងនៃអថេតម្លៃដំបូងនៃអថេសាំគឺយើងកំណត់វាទៅ0ហើយយើងនឹងប្រើអថេមួយទៀតដែលវាមានស្រាប់នៅក្នុងកម្មវិធីគឺ my variable ហើយយើងកំណត់តម្លៃឲ្យវាទៅ1អញ្ចឹងតា0 1ហ្នឹងន័យថាម៉េចតិចទៀតលោកគ្រូនឹងបញ្យល់យើងទាញប្លុកកូដ2ហ្នឹងមកដាក់លើកម្មវិធីយើងសិនមកដាក់លើផ្ទៃការងារយើងសិនមកអញ្ចឹងគឺ set អីគេមិញគឺ set sum to 0និង set my variable to 1អូខេតមកទៀតជំហានទី3គឺយើងត្រូវទៅបង្កើតអនុគមហើយណាកំណត់អនុគមដើម្បីអាចទៅបង្កើតអនុគមនេះបានគឺយើងត្រូវចូលទៅប្លុកកូដពណ៌ការឈូកឈ្មោះថា my block ហើយយើងចុច make a block ហើយយើងដាក់ឈ្មោះអនុគមរបស់យើងឈ្មោះថាសាំយើងនឹងទទួលបានប្លុកកូដមួយនេះណាគឺ define sum មានន័យថាប្លុកកូដហ្នឹងវានឹងចងការគណនាផលបូកពី1ដល់10អូខេហើយយើងឃើញថាមានកូនប្លុកនៅនេះមួយទៀតគឺសម្រាប់ធ្វើការតភ្ជាប់ទីទៀតយើងនឹងប្រើប្រាស់វាយើងមានប្លុកកូដបន្ថែមទៀតដែរដែលយើងនឹងប្រើគឺ say សម្រាប់ឲ្យតួអង្គហ្នឹងវានិយាយបង្ហាញលទ្ធផល say អីគឺ say sum say តម្លៃផលបូកដែលជាលទ្ធផលហ្នឹងឯងអញ្ចឹងយើងទាញវាចម្រាក់មកចូលឡើងលុប say អីគឺ say sum អញ្ចឹងយើងយកអថេសាមរបស់យើងដាក់ចូលកន្លែង say តទៅទៀតគឺយើងត្រូវប្រើប្លុក repeat 10 ដងណា repeat 10 ដងមានន័យថាវានឹងធ្វើការវិលជុំប្លុកដែលនៅខាងក្នុងវានឹងចំនួន10 ដងអញ្ចឹងយើងទាញវាយកមកដាក់ប៉ក់មកទាញ repeat 10យកមកដាក់មកអូខេតមកទៀតយើងត្រូវការប្រើប្លុក change sum by my variable និង change my variable by 1 change sum by my variable មានន័យថាម៉េចមានន័យថាវាយកតម្លៃបច្ចុប្បន្នរបស់ my variable ទៅបូកបន្ថែមពីលើតម្លៃរបស់ sum អញ្ចឹង sum ហ្នឹងវានឹងប្រែប្រួលទៅតាមអថេរបស់ variable my variable ចំណែក change my variable by 1មានន័យថាប្លុកហ្នឹងវាកើនតម្លៃវាមានតួនាទីបង្កើនតម្លៃអថេ my variable ចំនួន1ឯកតាចនិចនៅពេលវាដំណើរការ
đòn đòn hai bởi dương giờ về tự đại này không block code repeat ní vì năng cái là hậu đỏ 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 nên ta chạp mũi đỏ đỏ cho nó chạp đa bao viết cứ mũi chẳng những tự tiên block code nắng giờ một đại chốt không block code sang đi mà hay teacher nắng bạn vùng cái chỗ bây giờ tích hạp và bắn nắng miền này dạng này lấy những tiên block set chain cái mấy chain my variable bài mũi hai nâng chain sáng bài my variable ok đã mất được ban bọc này chúng ta bọc này vì miền nàyอย่างไรก็แต่យើងទៅធ្វើការប្រៀបធៀបបន្តិចដើម្បីឲ្យយើងងាយយល់អញ្ចឹង teacher ចូលទៅប្រៀបធៀបឲ្យបងប្អូនគ្នាមើលឥឡូវយើងមើលឡើងនេះយើងឃើញកត្រកមួយអញ្ចឹងកត្រកហ្នឹងគឺតំណាងឲ្យអថេ30ហើយណាអថេផលបូកហ្នឹងឯងហើយកត្រកហ្នឹងគឺវាសម្រាប់ធ្វើអីសម្រាប់ដាក់ផ្លែប៉ោមហើយតើស្អីគេជាផ្លែប៉ោមគឺតំណាងឲ្យអថេ my variable អថេ my variable ប្រៀបបីដូចជាចំនួនប៉មនៅក្នុងដៃបងប្អូនចឹងហើយបងប្អូនកាន់ប៉មនៅក្នុងដៃធ្វើអីគឺដើម្បីយកវាទៅបោះចូលកត្រកនេះឯងណាអញ្ចឹងយើងបែកកូដតិចមកដើម្បីយើងងាយយល់អញ្ចឹង set sum to 0នេះមានន័យថាយើងដាក់កត្រកឲ្យទៅទេអត់តន់មានប៉មក្នុងកត្រកទេអត់តន់មានអីទាំងអស់ក្នុងកត្រកហ្នឹងអញ្ចឹងយើងកំណត់តម្លៃ30ទៅ0គឺដាក់កត្រកឲ្យទៅទេហើយយើងកំណត់តម្លៃ my variable to 1បានន័យថាម៉េចមិញ my variable វាគឺជាប៉មទៅដែរមានន័យថាយើងដាក់ប៉មមួយក្នុងដៃណាយើងមានប៉មមួយផ្លែក្នុងដៃស្រាប់ហើយអា repeat 10 ដងនេះគឺយើងនឹងធ្វើសកម្មភាព10ដងសកម្មភាពអីគឺយើងបោះផ្លែប៉មក្នុងដៃយើងហ្នឹងចូលក្នុងកត្រកចំនួន10ដងឥឡូវជុំទី1លើកទី1យើងមើល block អថេយើងមិញនេះគឺ change sum by my variable មានន័យថាម៉េចមានន័យថាយើងបោះផ្លែប៉មមួយផ្លែពីដៃចូលកត្រកតាមឡើយកត្រកគឺទៅទេគឺ0អញ្ចឹងនៅពេលដែលយើងបោះប៉មពីដៃយើងចូលក្នុងកត្រកទៅគឺកត្រកហ្នឹងវាមានផ្លែប៉មមែនវាមានផ្លែប៉មមួយផ្លែវាមានផ្លែប៉មមួយផ្លែប៉ុន្តែបងអូនត្រូវដឹងថានៅពេលដែលបងអូនបោះផ្លែប៉មមួយផ្លែក្នុងកត្រកហើយដៃរបស់បងអូនអត់ត្រូវទៅទេបងអូនត្រូវតែមានផ្លែប៉មមួយក្នុងដៃយ៉ាងនេះអញ្ចឹងបើលើកទី1បងអូនបោះផ្លែប៉មចូលកត្រកមួយផ្លែលើកទី2បងអូនត្រូវថែមមួយផ្លែទៀតក្នុងដៃគឺក្នុងដៃបងអូនត្រូវតែមាន2ផ្លែណាត្រូវមាន2ផ្លែនេះគឺលើកទី2លើកទី2យើងមានផ្លែប៉ម2ផ្លែអញ្ចឹងយើងបោះចូលក្នុងកត្រកមុនមិញយើងបោះម្ដងហើយកត្រកមានផ្លែប៉មមួយផ្លែហើយត្រូវដែរអញ្ចឹងកាលណាយើងបោះ2ផ្លែចូលទៀតគឺវាបាន3ផ្លែលើកទី3យើងបោះផ្លែប៉ម3ផ្លែពីដៃយើងចូលទៅកត្រកអញ្ចឹងអា3មុនមិញនេះវាឡើង6ផ្លែអញ្ចឹងសកម្មភាពហ្នឹងគឺយើងនឹងធ្វើរហូតទៅដល់ជុំទី10គឺធ្វើ10ដងណាអញ្ចឹង edit teacher ចង់ប្រៀបធៀបហ្នឹងគឺចង់ប្រៀបធៀបទៅលើ block code អា change sum by my variable ហ្នឹងគឺមានន័យថាតម្លៃរបស់ sum គឺផ្លែប៉មក្នុងកត្រកហ្នឹងគឺវានឹងប្រែប្រួលទៅតាមតម្លៃរបស់ my variable តម្លៃដែលចំនួនផ្លែប៉មមានក្នុងដៃរបស់យើងអញ្ចឹងដល់ពេលអា change sum change my variable by 1នេះមានន័យថាផ្លែប៉មក្នុងដៃយើងវាកើនម្ដងមួយជានិច្ចបើបោះលើកទី1យើងបោះមួយផ្លែលើកទី2បោះ2លើកទី3បោះ3លើកទី4បោះ4រហូតដល់លើកទី10យើងត្រូវបោះផ្លែប៉ម10ផ្លែចេញពីដៃរបស់យើងចូលកត្រកអញ្ចឹងសាកគិតមើលតើកត្រកនឹងមានផ្លែប៉មសរុបចំនួនប្រមាណផ្លែណាអញ្ចឹងវាមានលំនាំបែបហ្នឹងអញ្ចឹងអា block code ប៉ុណ្ណេះនេះអាប្រព័ន្ធនេះគឺមានន័យថាម៉េចគឺយើងនឹងធ្វើសកម្មភាពនៃការបោះផ្លែប៉មចូលកត្រកហ្នឹងចំនួន10ជុំអូខេចំនួន10ជុំអញ្ចឹងយើងទៅ
មើល block code របស់យើង យើងអាចធ្វើការតបជាប់បានហើយប៉ុណ្ណេះយើងអាចចូលទៅជំហានចុងក្រោយគឺជំហានទី 4 គឺយើងធ្វើការតបជាប់ block អនុគមរបស់យើងដើម្បីគណនាផលបូកអញ្ចឹងយើងគ្រាន់តែទាញ block code repeat 10 ដងភ្ជាប់ទៅនឹង block code define sum របស់យើងហើយយើងឲ្យវានិយាយលទ្ធផល say មក say sum គឺ say ផលបូកមកថាផលបូកហ្នឹងឃើញប្រមាណប៉ុណ្ណេះគឺជា block code អីគេ block code អនុគមផលបូកពី 1 ដល់ 10 អញ្ចឹងកម្មវិធីប៉ុណ្ណេះវាអត់ទាន់ដំណើរការទេវាត្រូវការ block code ថែមទៀតជាទូទៅយើងចង់ឲ្យកម្មវិធីដំណើរការតាមរយៈការចុចទៅលើទង់ជាតិពណ៌បៃតងអញ្ចឹងយើងទាញវាយកមកប្រើហើយយើងកំណត់តម្លៃដើម30 ទៅ 0 គឺប្រៀបទៅនឹងកត្រកទៅទេដែលអត់ទាន់មានផ្លែពណ៌មិញហ្នឹងហើយយើងកំណត់តម្លៃ my variable ទៅ 1 គឺផ្លែពណ៌មួយផ្លែយើងកាន់ក្នុងដៃទុកបោះចូលក្នុងកត្រកអូខេសំណួរសួរថាតើយើងបង្កើតអនុគមនេះមកដើម្បីអីមែនតើទៅគឺយើងបង្កើតវាដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការសរសេរកូដអនុគមគឺយើងអាចហៅវាយកមកប្រើឡើងវិញបានប៉ុន្តែវាចងរូបមន្តមួយគឺចងការគណនាផលបូកពី 1 ទៅដល់ 10 អញ្ចឹងមិញយើងឃើញថានៅពេលយើងបង្កើតអនុគមហ្នឹងគឺវានឹងមានកូន block code ប៉ុណ្ណេះអញ្ចឹងអាហ្នឹងគឺហើយគឺយើងយកមកប្រើតភ្ជាប់នៅពីក្រោម block code ទង់ជាតិរបស់យើងដើម្បីឲ្យកម្មវិធីហ្នឹងវាដំណើរការមានន័យថាប្រព័ន្ធនេះគឺវាតំណាងឲ្យអាម្ដុំធំនេះណាអញ្ចឹងយើងតភ្ជាប់វាដាក់នៅពីក្រោម block ទង់ជាតិយើងមកសំណួរសួរថាបើយើងអត់បង្កើតអនុគមតើកម្មវិធីដំណើរការអត់បើយើងធ្វើអញ្ចេះតើវាដើរអត់វាដើរដូចគ្នាឥឡូវយើងតេស្តមើលទៅយើងតេស្តកម្មវិធីคลิกទង់ជាតិមួយតើដើរអត់ដើរណាគឺចេញ 55 អញ្ចឹងផលបូកពី 1 ដល់ 10 គឺ 55 ប៉ុន្តែក្នុងមេរៀនយើងគេឲ្យយើងចេះបង្កើតអនុគមមិនអញ្ចឹងនឹងហើយជាមូលហេតុដែលយើងត្រូវចេះប្រើអនុគមដើម្បីកុំឲ្យកូដយើងវែងហើយកូដយើងស្អាតមានសណ្ដាប់ធ្នាប់ងាយមើលយល់អញ្ចឹងយើងបង្កើតវាពីរដុំមួយដុំនេះគឺផ្ដុំអនុគមផលបូកពី 1 ដល់ 10 ហើយយើងគ្រាន់តែទាញន័យថាយើងហៅ block ហ្នឹងមកប្រើតាមរយៈការតភ្ជាប់ជាមួយនឹង block ទង់ជាតិរបស់យើងអញ្ចឹងយើងទៅតេស្តកម្មវិធីម្ដងទៀតមើលតើវាចេញ 55 ទៅដែរហ្នឹងហើយវាចេញ 55 ទៅដែរអូខេអញ្ចឹងកម្មវិធីយើងជោគជ័យអីអញ្ចឹងផលបូកពី 1 ដល់ 10 គឺស្មើនឹង 55 អូខេ